លោកដូណាល់ត្រាំបានសម្រេចចិត្តផ្លាស់ប្ដូរយន្តហោះភ្លាមបន្ទាប់ពីមានសញ្ញាអាសន្នថាលោកត្រូវបានអ៊ីរ៉ង់កំណត់សញ្ញាធ្វើឃាតក្នុងកំឡុងពេលដែលរូបលោកកំពុងនៅឯកិច្ចប្រជុំអង្គការយោធា NATO អីយូយពិតជារន្ធត់ណាស់មែនទេប្រិមិត្តគេហទំព័រ Independent នៅថ្ងៃទី10កក្កដាបានលាតត្រដាងថាពិភពលោកកំពុងតែមានការតក់ស្លុតយ៉ាងខ្លាំងក្រោយពេលដែលកាសែត The Wall Street Journal និង CNN បានទម្លាយថាភ្នាក់ងារចារកម្មអ៊ីស្រាអែលទើបតែបានបញ្ជូនព័ត៌មានសម្ងាត់ថ្នាក់ជាតិមួយទៅឲ្យសហរដ្ឋអាមេរិកដោយអះអាងថាអ៊ីរ៉ង់កំពុងតែរៀបចំផែនការធំដើម្បីធ្វើឃាតប្រធានាធិបតីដូណាល់ត្រាំដើម្បីសងសឹកឲ្យមេតបលោកកាសេមសូឡាម៉ានីស្ថានភាពនេះតានតឹងដល់ថ្នាក់លោកដូណាល់ត្រាំធ្វើដំណើរត្រឡប់ពីកិច្ចប្រជុំអង្គការយោធា NATO នៅឯប្រទេសទូគីវិញត្រូវបង្ខំចិត្តដូរយន្តហោះភ្លាមនៅថ្ងៃទី9កក្កដាដោយសារតែបារម្ភពីសុវត្ថិភាពលោកត្រាំខ្លួនឯងបានប្រកាសក្តែងទាំងអារម្មណ៍ក្តៅក្រហាយថាពួកវាចង់កំទេចមេដឹកនាំសហរដ្ឋអាមេរិកដូចជារូបខ្ញុំឯងពួកនេះជាមនុស្សឈឺចិត្តនិងពោពេញទៅដោយភាពអាក្រក់ហើយយើងត្រូវតែកាត់សាច់អាក្រក់នេះចោលមុនពេលដែលវារីកដុះដាលប៉ុន្តែប្រិមិត្តអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានលបប្រាប់ CNN ថាខាងទីក្រុង Washington មិនទាន់ជឿជាក់ឬផ្ទៀងផ្ទាត់ព័ត៌មានសម្ងាត់របស់អ៊ីស្រាអែលនេះបាននៅឡើយទេអាមេរិកសង្ស័យថានេះអាចជាល្បិចកលនយោបាយបោកបញ្ឆោតរបស់អ៊ីស្រាអែលដើម្បីបំភ័យនិងអូសទាញរដ្ឋបាលលោកដូណាល់ត្រាំឲ្យងាកមកគាំទ្រក្រឡាសង្គ្រាមរបស់ខ្លួនវិញតែប៉ុណ្ណោះមូលហេតុគឺដោយសារតែមួយរយៈចុងក្រោយនេះអាមេរិកនិងអ៊ីស្រាអែលបានទាស់តែងពាក្យសម្ដីគ្នាយ៉ាងខ្លាំងជុំវិញអនាគតនៃសង្គ្រាមអ៊ីរ៉ង់ហើយសេតវិមានថែមទាំងបានរិះគន់យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែលជាសាធារណៈដែលជារឿងកម្រកើតមានបំផុតក្នុងប្រវត្តិសាស្ត្រសម្ព័ន្ធមិត្តទាំងពីរនេះឥឡូវនេះទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងតែស្ថិតនៅក្នុងភាពរង្គោះរង្គើជាខ្លាំងកាលពីខែកុម្ភៈឆ្នាំ2026សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទើបតែសហការគ្នាធ្វើឃាតមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាម៉ានីក៏ពិតមែនប៉ុន្តែមកដល់ពេលនេះកាសែត New York Times បែរជាទម្លាយថាអាមេរិកភ័យខ្លាចខ្លាំងបំផុតថាអ៊ីស្រាអែលអាចនឹងលបធ្វើឃាតអ្នកចរចាសន្តិភាពរបស់អ៊ីរ៉ង់ទៅវិញទន្ទឹមទៅនឹងរឿងនេះអាមេរិកខ្លាចអ៊ីស្រាអែលទៅសម្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាអារ៉ាជីរហូតដល់ថ្នាក់សហរដ្ឋអាមេរិកត្រូវលបសំឲ្យប្រទេសនៅក្នុងតំបន់ជួយប្រមានអ៊ីរ៉ង់ឲ្យប្រយ័ត្នខ្លួនពីអ៊ីស្រាអែលនេះសបញ្ជាក់ថាលោកត្រាំចង់បញ្ចប់សង្គ្រាមយកសន្តិភាពនិងចង់ដោះលែងទណ្ឌកម្មឲ្យអ៊ីរ៉ង់ខ្លះតែខាងអ៊ីស្រាអែលវិញចង់ដុតបញ្ឆេះសង្គ្រាមនេះឲ្យឆេះសន្ធោសន្ធៅនិងទាញអាមេរិកឲ្យធ្លាក់ក្នុងរណ្ដៅឈាមជាមួយខ្លួនជាដាច់ខាតគួរបញ្ជាក់ផលដែរថាភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកជាអ្នកបញ្ជាឲ្យលោកត្រាំហាមជិះយន្តហោះថ្មីចាក់ចេញពីប្រទេសទូគីដោយសារតែខ្លាចប្រព័ន្ធការពារខ្លួនរបស់យន្តហោះថ្មីនោះមិនទាន់អាចទប់ទល់ទៅនឹងមីស៊ីលឬដ្រូនរបស់អ៊ីរ៉ង់ដែលអាចនឹងបាញ់គំទេចយន្តហោះលោកត្រាំនៅក្បែរព្រំដែនប្រទេសទូគីមានសំណួរតើនេះជាបំណងអ្វីពិតប្រាកដបាទលោកសេរីមនៅក្នុងនោះតើអាចនឹងមានជំរើសអ្វីខ្លះទេដែលថាវាអាចនាំឲ្យមានការបន្ធូរបន្ថយស្ថានភាពឬក៏បញ្ចប់សង្គ្រាមអាមេរិកអ៊ីរ៉ង់មកវិញនោះបាទចំពោះជំរើសក្នុងការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ជាពិសេសជំរើសក្នុងការបញ្ចប់សង្គ្រាមដែលផ្ទុះឡើងពីថ្ងៃអង្គារថ្ងៃពុធដល់ថ្ងៃប្រហ័មសាមិញរួមទាំងថ្ងៃសុក្រនេះផងទៀតរវាងភាគីអាមេរិកនិងអ៊ីរ៉ង់នេះគឺមានច្រើនជំរើសទី1ដោយសារតែក្នុងអំឡុងពេលដែលសង្គ្រាមរវាងអាមេរិកនិងផ្ទុះអ៊ីរ៉ង់នឹងផ្ទុះឡើងហ្នឹងគឺមានប្រទេសកាន់តែច្រើនបានទូរស័ព្ទជាបន្តបន្ទាប់មានន័យថាប្រទេសកាន់តែច្រើនស្វះស្វែងមែនទែនធ្វើយ៉ាងណាឲ្យភាគីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនឹងគឺឈប់ប្រយុទ្ធគ្នាក្នុងនោះគេសម្គាល់ឃើញថាប្រទេសប៉ាគីស្ថានគឺជាអន្តរការីចាស់ហើយនិងប្រទេសកាតាក៏ជាអន្តរការីដែរក្នុងនោះក៏មានការចូលរួមពីអ្នកតំណាងអារ៉ាប៊ីសាអូឌីតហើយនិងអ្នកតំណាងរបស់ប្រទេសទួរគីផងដែរក្នុងការនិយាយតាមទូរស័ព្ទទៅកាន់ភាគីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ធ្វើយ៉ាងណាសម្របសម្រួលភាគីទាំងពីរនេះកុំឲ្យប្រយុទ្ធគ្នាពេញបន្ទុកសារជាថ្មីហើយផ្ទុះឡើងកាន់តែធំដូច្នេះនេះជាសញ្ញាមួយជាជំរឿមួយដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចនឹងបញ្ឈប់ប្រយុទ្ធគ្នាដែលផ្ទុះឡើងតាំងពីថ្ងៃអង្គារដើមសប្តាហ៍នេះចំណុចមួយទៀតគឺភាគីទាំងពីរនឹងឯងភាគីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនេះគឺឈប់ប្រយុទ្ធគ្នាដោយខ្លួនឯងពីព្រោះសង្គ្រាមចាប់ពីថ្ងៃអង្គារពុធប្រហ័សដែលចាប់ផ្ដើមនៅសប្តាហ៍នេះគឺគេក៏សម្គាល់ឃើញថាវាមិនមែនជាសង្គ្រាមពេញបន្ទុកដោយដែលភាគីទាំងពីរបានប្រយុទ្ធគ្នាក្នុងអំឡុងខែមីនានិងមេសាឆ្នាំ2026នេះទេពីព្រោះការពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026នេះរយៈពេលជាង1ខែគឺភាគីទាំងពីរប្រយុទ្ធគ្នាពេញបន្ទុកប៉ុន្តែសង្គ្រាមក្នុងរយៈពេល3ថ្ងៃគឺថ្ងៃអង្គារពុធពហុនៅសប្តាហ៍នេះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺហាក់មិនពេញបន្ទុកពេកទេអញ្ចឹងហេតុផលគឺភាគីទាំងពីរអាចនឹងឈប់ដោយខ្លួនឯងចំណុចមួយទៀតដែលជាចំណុចអាចប្រឈមសង្គ្រាមដែរគឺខាងភាគីសហរដ្ឋអាមេរិកនេះឯងសហរដ្ឋអាមេរិកជាអ្នកបន្ធូរបន្ថយដោយសារតែមន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងហើយថាការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នេះ
គឺគ្រាន់តែជាការបដៅលើប្រទេសអ៊ីរ៉ង់ហ្នឹងកុំឲ្យយាយីបង្កអសន្តិសុខលើនាវាចរនៅច្រកសមុទ្រហូមូសពីព្រោះការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់នេះក៏ត្រូវធ្វើឡើងក្នុងអំឡុងពេលត្រូវធ្វើឡើងក្រោយពីអ៊ីរ៉ង់បានវាយប្រហារទៅលើនាវាដឹកទំនិញនាវាពាណិជ្ជកម្មចំនួន3គ្រឿងគឺវាយប្រហារនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះមួយគ្រឿងហើយ2គ្រឿងទៀតវាយប្រហារនៅថ្ងៃអង្គារសប្តាហ៍ដដែលនេះដែលធ្វើឲ្យសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ក្នុងគោលដៅបដៅអ៊ីរ៉ង់កុំឲ្យបង្កអសន្តិសុខទៅលើនាវាចរជាលក្ខណៈអន្តរជាតិនៅតាមច្រកសមុទ្រហូមូសដូច្នេះហេតុផលទាំងអស់នឹងហើយដែលអាចថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនេះអាចនឹងភាគីទាំងពីរវិលទៅរកតុចរចាវិញហើយអាចនឹងបន្ធូរបន្ថយភាពតានតឹងនៅក្នុងពេលដ៏ខ្លីខាងមុខនេះខណៈដែលនៅថ្ងៃសុក្រនេះគឺការវាយប្រហារឆ្លងឆ្លើយគ្នាហាក់មិនសកម្មពេកដោយការពីថ្ងៃអង្គារពុធនៅនឹងថ្ងៃពហុកន្លងទៅនេះទេបាទដែលយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios របស់សហរដ្ឋអាមេរិកគឺមន្ត្រីអាមេរិកលើកឡើងថាអាមេរិកព្យាយាមបញ្ជាការវាយប្រហារលើអ៊ីរ៉ង់បន្តទៀតប៉ុន្តែនៅយប់ថ្ងៃប្រហោះយប់មិញនេះយើងក៏បានទទួលព័ត៌មានថាមានការផ្ទុះជាច្រើនកន្លែងបានកើតមានឡើងលើទីតាំងផ្សេងៗនៅក្នុងប្រទេសអ៊ីរ៉ង់ដែរតែមន្ត្រី CENTCOM របស់អាមេរិកថាអាមេរិកអត់បានវាយទេរួចចុះអ្នកណាអ្នកវាយលោកស្រីបាទរឿងនេះមិនទាន់មានការបំភ្លឺច្បាស់លាស់ទេតែគ្រាន់តែភាគីសហរដ្ឋអាមេរិកគេបញ្ជាក់ពីខ្លួនគេថាសហរដ្ឋអាមេរិកមិនបានវាយប្រហារទៅលើទីតាំងក្បែរនុយក្លេអ៊ែរ booster របស់ខាងអ៊ីរ៉ង់នឹងទេហើយបើតាមការចុះផ្សាយក្រៅផ្លូវការប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា CNN ជាដើមនោះគេប្រើពាក្យថា likely គេប្រើពាក្យថាទំនងជាភាគីអ៊ីស្រាអែលលួចវាយប្រហារទៅលើទីតាំងក្បែរចិត្តនៃទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ពីព្រោះសង្គ្រាមនេះមានតែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទេដែលព្រួតគ្នាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ប៉ុន្តែវាយប្រហារការប្រយុទ្ធថ្ងៃប្រហោះនេះគឺសហរដ្ឋអាមេរិកថាអត់បានវាយប្រហារទេប៉ុន្តែវាមានសូរសម្លេងផ្ទុះជាច្រើនកន្លែងនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ជាពិសេសទីតាំងនៅក្បែរទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់អញ្ចឹងគេអាចសន្និដ្ឋានបានថាទំនងជាអ៊ីស្រាអែលលួចវាយប្រហារទៅលើទីតាំងទាំងនោះខណៈដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងតែប្រយុទ្ធគ្នាតែអ៊ីស្រាអែលក៏មិនបានបញ្ជាក់ថាខ្លួនវាយប្រហារដែរប៉ុន្តែគេសន្និដ្ឋានថាទីនោះគឺមានតែអ៊ីស្រាអែលទេដែលលួចវាយប្រហារទៅលើអ៊ីរ៉ង់ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងតែប្រយុទ្ធគ្នាពីព្រោះនៅយប់ថ្ងៃប្រហោះនេះដែរគឺខាងប្រទេសអ៊ីរ៉ង់បានវាយប្រហារទៅលើទីតាំងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេសស្រុកដានីអញ្ចឹងវាឡើងប្រទេស3 4ហើយដែលរងការវាយប្រហារពីអ៊ីរ៉ង់ក្នុងរយៈពេលតាំងពីថ្ងៃអង្គាររហូតមកដល់ថ្ងៃសុក្រនេះគឺក្នុងនោះមានប្រទេសបារ៉ែនគុយវ៉ែតកាតារួមទាំងស្រុកដានីហើយក្នុងនោះខាងអ៊ីរ៉ាក់ក៏មានផ្ទុះសម្លេងផ្ទុះដែរប៉ុន្តែគ្រាន់តែថាប្រទេស4ដែលរងការវាយប្រហារដោយមីស៊ីលនិងយានដ្រូនរបស់ប្រទេសអ៊ីរ៉ង់នោះគឺប្រទេសបារ៉ែននិងគុយវ៉ែតមានស្ថានភាពធ្ងន់ធ្ងរជាងគេដោយវាយប្រហាររាប់សិបទីតាំងទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកក្នុងប្រទេសបារ៉ែននិងគុយវ៉ែតហើយបន្ទាប់មកទៀតកាតាតាមពិតកាតានេះអ៊ីរ៉ង់ហាក់មិនចង់វាយប្រហារទៅលើប្រទេសកាតាទេដោយសារកាតាមានទំនាក់ទំនងល្អជាមួយប្រទេសអ៊ីរ៉ង់ប៉ុន្តែដោយសារទំនងជាដោយសារតែកាតានេះគឺយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកហោះចេញពីប្រទេសកាតាទៅវាយប្រហារទៅលើទីតាំងនានាជាគោលដៅកំទេចរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ទើបអ៊ីរ៉ង់វាយប្រហារឆ្លើយតបទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេសកាតាហើយម្យ៉ាងទៀតស្រុកដានីក៏ដូចគ្នាដែរប្រទេសស្រុកដានីគឺនៅជាប់ព្រំដែនប្រទេសស៊ីរីហើយអ៊ីរ៉ង់ត្រូវវាយប្រហាររំលងប្រទេសលីបង់ទៅទៀតដើម្បីទៅដល់ប្រទេសស្រុកដានីប៉ុន្តែអ៊ីរ៉ង់ក៏វាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសស្រុកដានីដែរដោយសារតែសហរដ្ឋអាមេរិកបានប្រើប្រាស់មូលដ្ឋានទ័ពរបស់ប្រទេសស្រុកដានីនេះទៅវាយប្រហារលើប្រទេសអ៊ីរ៉ង់ដូច្នេះអ៊ីរ៉ង់បានប្រកាសហើយថារាល់ទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជិតខាងក្នុងតំបន់មជ្ឈមបូព៌ាដែលសហរដ្ឋអាមេរិកប្រើដើម្បីវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះដាច់ខាតត្រូវតែមានការសងសឹកពីសំណាក់អ៊ីរ៉ង់វិញដូច្នេះនិយាយជាសរុបមកវិញចំពោះការវាយប្រហារទៅលើទីតាំងមួយចំនួននៅយប់ថ្ងៃប្រហោះ
ទៅនៅក្នុងប្រទេសអ៊ីរ៉ង់នេះគឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថាចេញប្រភពពីណាទេគ្រាន់តែសហរដ្ឋអាមេរិកបានបញ្ជាក់ហើយថាសហរដ្ឋអាមេរិកមិនបានវាយប្រហារទេប៉ុន្តែគេមើលទៅទំនងជាអ៊ីស្រាអែលលួចវាយប្រហារទៅលើអ៊ីរ៉ង់ក្នុងអំឡុងពេលដែលអ៊ីរ៉ង់និងសហរដ្ឋអាមេរិកកំពុងតែប្រយុទ្ធគ្នានឹងបាទ បាទសូមអរគុណលោកស្រី